ถ้าแมนที่បំផុតសង្គ្រាមឥណ្ឌានិងប៉ាគីស្ថានផ្ទុះឡើងហើយសង្គ្រាមឥណ្ឌានិងប៉ាគីស្ថានបានផ្ទុះឡើងហើយដោយឥណ្ឌាបើកការវាយប្រហារលើទីតាំង9កន្លែងក្នុងតំបន់កាស្មៀរខាងប្រទេសប៉ាគីស្ថានខណៈទីក្រុងអ៊ីស្លាមាបាតប្រកាសសងសឹកដោយមិនប្រណីដៃឡើយតាមការចុះផ្សាយរបស់ BBC ដោយដកស្រង់ប្រភពយោធាប៉ាគីស្ថាននៅថ្ងៃពុធទី7ខែឧសភាឆ្នាំ2025នេះមីស៊ីលឥណ្ឌាបានសម្លាប់មនុស្ស7នាក់ក្នុងនោះរួមមានទាំងកុមារ2នាក់ផងដែរចំណែកមនុស្ស12នាក់ទៀតរងរបួសខណៈការផ្ទុះដ៏ធំបានអង្រួនតំបន់មូសាហ្វារ៉ាបេតត្បិតតែភាគីឥណ្ឌាអះអាងថាពួកគេវាយប្រហារនេះដើម្បីកំទេចក្រុមភេរវកម្មក៏ដោយក៏ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថានលោកខាវ៉ាយ៉ាអាស៊ីបបានប្រាប់ទូរទស្សន៍រដ្ឋថាឥណ្ឌាបាញ់មីស៊ីលចេញពីដែនអាកាសរបស់ខ្លួនធ្លាក់ចំតំបន់ស៊ីវិលហើយអះអាងពីការកំណត់គោលដៅភេរវកម្មនោះគឺមិនពិតទេក្នុងការវិលុកនេះដែរប៉ាគីស្ថានបានទម្លាក់យន្តហោះចម្បាំងឥណ្ឌាចំនួន3គ្រឿងនិងដ្រូនចំនួន1គ្រឿងនិងដ្រូន1គ្រឿងក៏ប៉ុន្តែមិនបញ្ជាក់ពីទីតាំងនៃការធ្លាក់ឡើយក្រោយឥណ្ឌាបើកប្រតិបត្តិការយោធានាយករដ្ឋមន្ត្រីប៉ាគីស្ថានបានកោះប្រជុំបន្ទាន់ជាមួយនឹងគណៈកម្មការសន្តិសុខជាតិហើយហៅការវិប្រហារនេះជាទង្វើនៃសង្គ្រាមនិងប្រកាសពីសិទ្ធិការពារខ្លួននិងបដិញ្ញាសងសឹកវិញតាមពេលវេលានិងទីកន្លែងដែលខ្លួនជ្រើសរើសដោយសារតែស្ថានភាពធ្ងន់ធ្ងរប៉ាគីស្ថានបានសម្រេចបិទដែនអាកាសជុំវិញទីក្រុងឡាហ័រនៅភាគខាងជើងប្រទេសនិងទីក្រុងការ៉ាឈីខណៈយន្តហោះមួយចំនួនត្រូវបដូរផ្លូវហោះហើរគួរជម្រាបថាការវាយប្រហារថ្ងៃពុធនេះគឺជាលើកទី1ហើយចាប់តាំងពីឆ្នាំ2019ដែលឥណ្ឌាបាញ់ចូលប៉ាគីស្ថានបន្ទាប់ពីខ្លួនបានស្ដីបន្ទោសទីក្រុងអ៊ីស្លាមាបាតសម្រាប់ការវាយប្រហារដោយគ្រាប់បែកអត្តឃាតដែលសម្លាប់យោធាឥណ្ឌាចំនួន40នាក់